សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកចែករំលែកពាក់ព័ន្ធជាមួយនឹងការសរសេរអក្សរមួយទៀតហើយអញ្ចឹងនៅក្នុង comment ខ្ញុំបានមើលគាត់បានសួរខ្ញុំថាគាត់ចង់កែអក្សរប៉ុន្តែមានរយៈពេលខ្លីតើគួរធ្វើម៉េចទៅអញ្ចឹងខ្ញុំអត់មានអីច្រើនទេគ្រាន់តែចង់ផ្ដល់យោបល់ឲ្យទៅកាន់បងថាបើសិនជាយើងនៅសល់ពេលខ្លីយើងត្រូវកែអក្សរម៉េចព្រោះថាជាដល់ថ្ងៃប្រឡងបាក់ឌុបអីចឹងទៅអញ្ចឹងមើលមកអក្សរខ្លួនឯងដូចជាអត់សូវស្អាតអត់ស្អីចឹងណាអញ្ចឹងខ្ញុំចែក tip មួយចំនួនដើម្បីសរសេរចឹងអញ្ចឹងយើងចូលមកដល់សំណួរនេះចង់កែអក្សរប៉ុន្តែរយៈពេលមានកំណត់តើយើងគួរធ្វើម៉េចទៅអញ្ចឹងវិធីសាស្ត្រក្នុងការសរសេរខ្ញុំបានចេញច្រើនវីដេអូឲ្យពាក់ព័ន្ធជាមួយនឹងការសរសេរហ្នឹងហើយអ្នកទាំងអស់គ្នាមិនបាច់ចាំទៅបខំថាសរសេររយៈពេលខ្លីដើម្បីអក្សរស្អាតទេនៅពេលប្រឡងអ្នកទាំងអស់គ្នាសរសេរឲ្យមានរចនាបថទៅបានហើយមានន័យថាកុំលុបច្រើនកុំឆូតញ៉ៃញ៉ៃអញ្ចឹងណាសំខាន់យើងសរសេរមកឲ្យស្អាតឲ្យមើលមកវាតាក់ភ្នែកកុំគួងក្វាមអញ្ចឹងដើម្បីកែទី1អ្នកទាំងអស់គ្នាគ្រាន់តែថាពេលដែលអ្នកទាំងអស់គ្នាសរសេរកុំសរសេរឲ្យអាជើងនេះដូចឧទាហរណ៍ថាយោអញ្ចឹងបើសិនអ្នកទាំងអស់គ្នាសរសេរអក្សរយោមើលបើសិនអ្នកទាំងអស់គ្នាសរសេរមានន័យថាវាលួយមកក្រោមហួសអាបតតខ្មៅដែលក្លាសភៅនេះលួយអញ្ចឹងមានន័យថាយើងសរសេរស្អាតទេយើងសរសេរឲ្យស្មើមកយើងព្យាយាមកាច់ធ្វើម៉េចឲ្យអក្សររបស់យើងស្មើជាមួយនឹងអាបតតខ្មៅនេះអញ្ចឹងពេលយើងសរសេរទៅយើងព្យាយាមសរសេរឲ្យវាស្មើអញ្ចឹងណាពេលយើងព្យាយាមសរសេរឲ្យស្មើហើយយើងមើលមកប្រកាសជាស្អាតហើយប្រកាសជាភ្លឹងតាមបន្ទាត់កាឡាសភៅហ្នឹងហើយអញ្ចឹងវាអត់មានអីទៅពិបាកទេបើសិនអ្នកទាំងអស់គ្នាពេលសរសេរតែងសេចក្តីក៏ដោយពេលប្រឡងបាក់ឌុបពេលហ្នឹងយើងចុះបន្ទាត់មកសរសេរមកដាក់មកនៅនេះខ្ញុំឧទាហរណ៍ណានៅលើលោកយើងនេះចឹងមកឃើញវាស្មើអត់ស្មើចឹងមកវាស្អាតហើយចឹងអ្នកទាំងអស់គ្នាព្យាយាមសរសេរទោះបីអក្សរអ្នកទាំងអស់គ្នាមូលឬក៏អីក៏ដោយសំខាន់សរសេរឲ្យស្មើអក្សរហ្នឹងហើយកលាសភៅវាមានច្រើនបើសិនជាកលាយើងកលាអញ្ចឹងយើងសរសេរឲ្យស្មើក្រោមចឹងមកអញ្ចឹងបើសិនអ្នកទាំងអស់គ្នាឆ្ងល់អីអ្នកទាំងអស់គ្នាអាចសួរទៀតបានហើយមិនបាច់ភ័យទេព្យាយាមសរសេរមួយទៅពេលដែលយើងស្ទះដៃហើយយើងប្រកាសជាសរសេរលឿនបានហើយយើងសរសេរលឿនក៏ស្អាតដែរខានអញ្ចឹងឲ្យតែយើងសរសេរឲ្យស្មើអាបន្ទាត់ហ្នឹងមកគឺដឹងតែស្អាតហើយចុះតែបើសិនយើងសរសេរអត់ស្មើទៀតដាក់មកនៅលើលោកចឹងមកយើងនេះអ្នកទាំងអស់គ្នាមើលពីរហ្នឹងខុសគ្នាឃើញអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់សរសេរស្អាតទី1បំផុតដែលអ្នកទាំងអស់គ្នាត្រូវសរសេរគឺសរសេរធ្វើម៉េចឲ្យស្មើកលាกระดาษសភៅនេះស្មើកលាហ្នឹងហើយទី2អ្នកទាំងអស់គ្នារៀនពុតដៃទៅមានន័យថាឃើញដៃនរណាដែលដូចខ្ញុំចេញវីដេអូមុនអញ្ចឹងឃើញដៃអ្នកដែលយើងអាចយកជាគំរូបានសរសេរហ្នឹងរៀនខ្វាច់តាមគាត់ឧទាហរណ៍ថាកជើងរឃើញអត់កជើងរអញ្ចឹងយើងរៀនសរសេរតាមឧទាហរណ៍ថាដៃយើងមកដាក់វឹបកជើងរវឹបឃើញអត់វឹបរៀនសរសេរតាមគាត់អញ្ចឹងណាឬក៏អ្នកខ្លះសេជើងរចេះក៏បានក៏ស្អាតចេះក៏បានអញ្ចឹងយើងព្យាយាមមើលដៃគាត់សរសេរបានយើងអាចសរសេរបានដូចគាត់
អក្សរខ្ញុំក៏ទម្រង់វាមិនសូវស្អាតប៉ុន្មានដែរប៉ុន្តែយើងសរសេរមានរចនាបថយើងសរសេរស្មើបន្ទាត់ច្រើនគឺអក្សរខ្ញុំប៉ុនគ្នាបងយោគឺស្មើគ្នាប៉ុនគ្នាល្អហ្មងអញ្ចឹងតទៅពេលយើងសរសេរអញ្ចឹងទៅវាស្អាតហ្មងយល់អត់បើសិនអ្នកទាំងអស់គ្នាសរសេរអក្សរអត់លក្ខណៈថាធំតូចឬក៏ចុះកលាឡើងកលាចុះកលាឡើងកលាគឺអត់ស្អាតទេអ្នកទាំងអស់គ្នាចឹងព្យាយាមសរសេរធ្វើម៉េចឲ្យស្មើមកស្មើកន្លះហ្នឹងមកហ្នឹងហើយបើមានចម្ងល់អីអ្នកទាំងអស់គ្នាអាចសួរបានហើយជាពិសេសបងប្អូនដែលនៅមានឱកាសក្នុងការរៀនសរសេរហ្នឹងព្យាយាមសរសេរទៅទី7ទី8ទី9ទី10ទី11ទី12ក៏ដោយក៏យើងអាចសរសេរបានដែរព្រោះថាពេលវេលាខ្លីមែនប៉ុន្តែពេលដែលយើងចេញប្រឡងការងារប្រឡងអីទៅក៏វាត្រូវការអក្សរដែរដូចយើងប្រឡងចូលរដ្ឋដូចប្រឡងគ្រូប្រឡងអីហ្នឹងយើងព្យាយាមអក្សរសេរអក្សរបានស្អាតបាទអញ្ចឹងវីដេអូហ្នឹងវែងពេកហើយនឹងអរគុណសម្រាប់ការទស្សនាបើមានចម្ងល់អីអាចសួរបាន